ជាបន្តទៀតនាងខ្ញុំសូមអញ្ជើញបេក្ខជនទី3នៃក្រុមស្របឡើងធ្វើការបកស្រាយទៅលើតល័យកទី3សូមអញ្ជើញបងប្អូនសូមចាប់ផ្ដើមខ្ញុំសូមឆ្លើយតបទៅកាន់មិត្តថាមិត្តលើកឡើងតាក់ទងជាមួយនឹងការបណ្ដោះបំណិនសតវត្សទី21ដែលមានសាលារៀនបណ្ដោះនៅអក្សរកម្មព័ត៌មាននៅបំណិនជីវិតក៏ប៉ុន្តែនិមិត្តនៅក្នុងសាលារៀនដោយសារតែមានមេតិការអប់រំនេះហើយទើបគ្រូបង្រៀនអាចស្វែងរកមេតិការវិធីនៅក្នុងការបញ្យល់សិស្សានុសិស្សបន្ថែមហើយសូម្បីតែអក្សរកម្មព័ត៌មាននិងបំណិនជីវិតក៏យើងអាចស្វែងរកបានតាមរយៈការបង្កើតមេតិការនៅក្នុងបណ្ដាញសង្គមនេះឯងហើយការដែលមិត្តលើកឡើងពីឯកសារយោងក៏ដូចជាតន្ន័យណាមួយមកធ្វើជាតលហេកហើយមិត្តឡើងមកបកស្រាយប្រកបដោយវោហារស័ព្ទនេះគឺបានសរបញ្ជាក់បាត់ទៅហើយថាមេតិការអប់រំលើបណ្ដាញសង្គមគឺពិតជាយន្តការដ៏សំខាន់ពិតមែនណាអង្គវេទិកាតមូសូមគោរពអង្គវេទិកាតមូជាទីគោរពខ្ញុំបាទលីសុកបញ្ញាជាបេក្ខជនទី3មកពីក្រុមស្របសម្រាប់មកធ្វើការបកស្រាយទៅលើតលហេកទី3នោះគឺបង្កើនការចូលរួមបង្កើតមេតិការអប់រំគឺជាការដាស់ស្មារតីមនសិការពលរដ្ឋល្អក្នុងសង្គមអង្គវេទិកាតមូជាទីគោរពសង្គមពេលបច្ចុប្បន្នគឺជាសង្គម Digital ចង្កៀងក្នុងផ្ទះមួយអាចបំភ្លឺគ្រប់ផ្ទះជុំវិញពិភពលោកបើយោងតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចាហុងជុនណារុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាថែក្នុងកម្មវិធីមនសិការពលរដ្ឋល្អបានលើកឡើងថាពលរដ្ឋល្អត្រូវមានលក្ខណៈសម្បត្តិដូចជាមនសិការស្នេហាជាតិចេះតបស្នងចំពោះសង្គមចេះគោរពគ្នាទៅវិញទៅមកនៅបំពេញកាតព្វកិច្ចជាពលរដ្ឋជាក់ស្ដែងក្នុងអំឡុងពេលមានសង្គ្រាមឈាមពាងពីប្រទេសជិតខាងពេលនោះប្រជាពលរដ្ឋយុវជននិងអ្នកផលិតមាតិកាកម្ពុជានេះហើយដែលបានរួមបេះដូងគ្នាខិតខំប្រឹងប្រែងផលិតមាតិកាផ្ញើសារនិងបញ្ចេញសម្លេងសន្តិភាពទៅកាន់ពិភពលោកថាកម្ពុជាគឺជាប្រទេសដែលស្រឡាញ់សន្តិភាពនិងមិនមែនជាអ្នកឈ្លានពានឡើយបន្ថែមពីលើនេះតាមរយៈការចោះចាយរំលែកជួយដល់ជនក្រីក្រនៅក្នុងសង្គមនិងការផ្សព្វផ្សាយលើបណ្ដាញសង្គមគឺវាបានអប់រំឲ្យអ្នកដទៃយល់ដឹងពីគុណតម្លៃនៃភាពជាពលរដ្ឋល្អបរិងការត្រៀមខ្លួននិងជាពិសេសនោះគឺមនុស្សប្រព្រឹត្តអំពើល្អកាន់តែច្រើនឡើងតាមរយៈឧទាហរណ៍ទាំងពីរខាងលើនេះគឺវាបាននឹងកំពុងតែអប់រំយុវជនកម្ពុជាឲ្យដឹងថាខ្មែរស្រឡាញ់ខ្មែរជួយខ្មែរក្នុងគ្រាលំបាកចេះគ្រប់គ្រងផលិតផលនៅក្នុងស្រុកផ្លាស់ចោលគំនិតរៀនដើម្បីចេញពីប្រទេសមកជារៀនដើម្បីអភិវឌ្ឍប្រទេសខ្លួនព្រោះមានតែការអប់រំនៅលើបណ្ដាញសង្គមដែលយើងផុសនៅថ្ងៃនេះនឹងក្លាយជាគំរូដល់មនុស្សជំនាន់ក្រោយហើយថែមទាំងជាការបណ្ដុះមនសិការភាពជាពលរដ្ឋល្អទៀតណាអង្គវេទិកាតមូហេតុនេះជាដំណោះស្រាយទើបការជំរុញបង្កើតមេតិការអប់រំប្រកបដោយភាពតាក់ទាញនិងបង្កប់ខ្លឹមសារអប់រំគឺជារឿងដែលមិនអាចខ្វះបាននៅក្នុងការលើកកម្ពស់ភាពជាពលរដ្ឋល្អទូយ៉ាងក្រសួងព័ត៌មានតែងតែធ្វើសិក្ខាសាលាបណ្ដោះបណ្ដាលដល់អ្នកផលិតមាតិកាអប់រំនៅលើបណ្ដាញសង្គមឲ្យពួកគេផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនគ្រឿងស្រវឹងហិង្សាលើស្ត្រីនិងក្មេងស្រីនិងបញ្ហាជាច្រើនទៀតបន្ថែមពីនេះនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025ក្រសួងព័ត៌មានក៏បានចេញសេចក្តីប្រកាសស្តីពីការពង្រឹងវិជ្ជាជីវៈលក្ខខណ្ឌគុណវុឌ្ឍិទៅដល់អ្នកផ្សាយព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងវិស័យសោតទស្សន៍ជាលទ្ធផលជាក់ស្ដែងតាមរយៈការដើរដើម្បីសន្តិភាពនិងផ្សព្វផ្សាយពីការខូចខាតនៃប្រសាទព្រះវិហារយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីសម័យប្រជុំគណៈកម្មាធិការសម្បត្តិបេតិកភណ្ឌពិភពលោកលើកទី48បានដឹងថាគណៈកម្មាធិការសម័យប្រជុំគឺបានអនុម័តជាឯកច្ឆន្ទៈថ្កោលទោសទៅលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងឡាយក្នុងអំឡុងពេលមានសង្គ្រាមឈ្លានពានពីប្រទេសជិតខាងតាមសេចក្តីសម្រេចដែលធ្វើឡើងនៅថ្ងៃទី28ខែកក្កដាឆ្នាំ2026បើការចូលរួមបង្កើតមេតិការអប់រំនៅលើបណ្ដាញសង្គមមិនមែនជាយន្តការសំខាន់ទេនោះពេលគេបំផ្លាញការពិតបំភ្លឺខំសារកម្ពុជាក៏មិនចាំបាច់បញ្ចេញវីដេអូដើម្បីបញ្ជាក់ការពិតឬអប់រំឲ្យកូនចៅជំនាន់ក្រោយយល់ដឹងពីការឈឺចាប់នេះដែរនៅមើលក្រុមបដិសេធជាក្នុងឱកាសនេះខ្ញុំបាទសូមស្នើពរដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់មេត្តាចូលរួមចែករំលែកមេតិការអប់រំព្រោះយើងទាំងអស់គ្នាត្រូវតែលុបបំបាត់ក៏ដូចជាធ្វើការផ្សព្វផ្សាយព័ត៌មានពិតព្រោះខ្មែរត្រូវចាំខ្មែរត្រូវតាំងចិត្តខ្មែរត្រូវធ្វើឲ្យបានសូមគោរពអរគុណនិងសូមអរគុណសូមអរគុណដល់បេក្ខជនទី3នៃក្រុមស្របសាធ្វើការបកស្រាយទៅលើតលហេករបស់ខ្លួនជាបន្តនេះខ្ញុំសូមអញ្ជើញបេក្ខជនទី3នៃក្រុមបដិសេធឡើងធ្វើការបកស្រាយទៅលើតលហេកទី3សូមអញ្ជើញបងប្អូនសូមចាប់ផ្ដើមអង្គប្រទេសជាទីគោរព
មុននឹងអាចមានសមត្ថភាពនៅក្នុងការបង្កើតវីដេអូអប់រំបានលុះត្រាតែបុគ្គលម្នាក់ៗទទួលបាននៅបំណិនសតវត្សទី21ចាប់តាំងពីបំណិនសិក្សាបំណិនព័ត៌មាននិងបំណិនជីវិតហើយខ្ញុំក៏សូមឆ្លើយតបទៅកាន់មិត្តក្រុមស្របដែរថាព័ត៌មានឯកសារយោងដែលក្រុមបដិសេធយើងបានលើកឡើងគឺជាឯកសារព័ត៌មានច្បាស់លាស់ក៏ដូចជារដ្ឋធម្មនុញ្ញនិងប្រសាសន៍ថ្នាក់ដឹកនាំដែលសូមបញ្ជាក់ឲ្យមិត្តឃើញថាការបង្កើតមេតិកាអប់រំមិនមែនជាយន្តការសំខាន់នោះទេក៏ប៉ុន្តែការបង្កើតអប់រំមេតិកាអប់រំលើបាយសង្គមគឺជាការបញ្ជាក់ថាពលរដ្ឋគ្រប់រូបទទួលបាននៅបំណិនសតវត្សទី21ទើបអាចមានសមត្ថភាពនៅក្នុងការបង្កើតមេតិកាអប់រំបានហើយពលរដ្ឋខ្មែរអាចធ្លាប់លើកកម្ពស់សមត្ថភាពនិងចំណេះដឹងបានដោយគ្មានប្រព័ន្ធអនឡាញក៏ប៉ុន្តែបណ្ដាញសង្គមមិនអាចសំបីតែដំណើរការប្រសិនបើពលរដ្ឋម្នាក់ៗមិនទទួលបាននៅបំណិនសតវត្សទី21ជាកិច្ចចាប់ផ្ដើមខ្ញុំបាទមេកទីវសូមគ្រប់អង្គការយ៉ាងខ្ពស់ដល់ប្រធានគណៈអធិបតីគណៈកម្មការនិងអង្គប្រធានទាំងមូលជាទីគោរពខ្ញុំបាទឈ្មោះសុភ័ក្រលឺពេជ្រជាបេក្ខជនទី3នៃក្រុមបដិសេធសូមអានឲ្យខ្ញុំបាទបកស្រាយទិដ្ឋាហេតុទី3នោះគឺបំណិនជីវិតពិតដែលកម្រិតគុណភាពសង្គមជាថ្នាក់បណ្ដោះទុននៅពលរដ្ឋពោពេញដោយចំណេះដឹងសតវត្សទី21គឺជាយុគសម័យនៃការរីកចម្រើនរហ័សផ្នែកការអប់រំបច្ចេកវិទ្យានិងព័ត៌មានវិទ្យាក្នុងន័យនេះភាពជាពលរដ្ឋល្អបានក្លាយជាអក្សរទ្រង់ដ៏សំខាន់ក្នុងការទ្រទ្រង់និងអភិវឌ្ឍជាតិភាពជាពលរដ្ឋល្អនៅសតវត្សទី21គឺស្ដែងចែងតាមរយៈការប្រកាន់ភ្ជាប់នៅស្មារតីគ្រោះច្បាប់ការស្វែងសន្តិភាពនិងការរួមគ្នាអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពអង្គពិធីជាទីគោរពប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបកនិងរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញយោងទៅតាមរដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាមាត្រា49បានចែងយ៉ាងច្បាស់ថាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញនិងគោរពច្បាប់និងមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិនេះជាផុសតាំងបញ្ជាក់យ៉ាងច្បាស់ថាការគោរពច្បាប់គឺជាកាតព្វកិច្ចចម្បងរបស់ពលរដ្ឋល្អនៅក្នុងសង្គមជាតិយ៉ាងណាមិញយោងទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1មុំទី5អត្ថភាពទី6ដោតសំខាន់លើការបណ្ដោះទម្លាប់ស្មារតីគ្រោះច្បាប់និងវិន័យល្អដល់ពលរដ្ឋនិងការរៀបចំដាក់ចេញនៅលក្ខណៈវិនិច្ឆ័យសម្រាប់ការលើកទឹកចិត្តដល់ការធ្វើអំពើល្អជាពលរដ្ឋគំរូនិងពលរដ្ឋសកលតួយ៉ាងយោងទៅតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា5យុទ្ធសាស្ត្រលើកកម្ពស់ការយល់ដឹងអំពីច្បាប់សិទ្ធិផលប្រយោជន៍កាតព្វកិច្ចរចនាសម្ព័ន្ធនិងការទទួលខុសត្រូវរបស់ខ្លួនឆ្លើយតបទៅនឹងការបណ្ដោះអេរយាប័តសិលធម៌និងស្មារតីទទួលខុសត្រូវរបស់ខ្លួនដែលជាផ្នែកមួយនៃមិនអាចខ្វះបាននៃបំណិនសតវត្សទី21មនសិការជាពលរដ្ឋល្អគឺផ្ដើមចែងតាមរយៈសកម្មភាពរបស់យើងរាល់ថ្ងៃជាក់ស្ដែងដូចជាការរស់នៅប្រកបដោយសន្តិភាពការស្រឡាញ់សន្តិភាពការគោរពច្បាប់ការចូលរួមការបោះឆ្នោតតាមការកំណត់នៃច្បាប់និងការបង់ពន្ធជូនរដ្ឋដើម្បីផលប្រយោជន៍រួមនៅក្នុងសង្គមជាតិដែលសកម្មភាពទាំងអស់នេះហើយដែលយើងគ្រប់គ្នាបានបំពេញក្នុងលក្ខខណ្ឌនៃច្បាប់ស្របតាមបំណិនសតវត្សទី21ប្រកបដោយមនសិការជាពលរដ្ឋល្អពោពេញដោយចំណេះដឹងជាលទ្ធផលនៅក្នុងព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពនៅថ្ងៃទី18ធ្នូឆ្នាំ2025ដែលមានអ្នកចូលរួមប្រមាណជាង30000នាក់ការបោះជំហានរួមគ្នានេះគឺឆ្លុះបញ្ចាំងអំពីចំណេះដឹងរបស់ពលរដ្ឋនិងជាគំរូចាស់ស្ដែងនៃការគោរពច្បាប់ភាពចាស់ទុំនិងគ្មានអំពើហិង្សាថែមជាគំរូចាស់ស្ដែងនៃដែលលើសពីនេះព្រឹត្តិការណ៍នេះក៏សបញ្ជាក់ពីសេចក្តីស្រឡាញ់សន្តិភាពយ៉ាងជ្រាលជ្រៅដោយពលរដ្ឋទទួលស្គាល់ថាសន្តិភាពនិងសេរីភាពគឺជាលក្ខខណ្ឌគ្រឹះក្នុងការការពារសិទ្ធិសេរីភាពក្នុងការរស់នៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងជាកេរដំណែលអរិយធម៌ដ៏ឧត្តមសម្រាប់មនុស្សជាតិគ្រប់ចំនួនតាមរយៈសកម្មភាពទាំងអស់នេះហើយដែលសបញ្ជាក់ឲ្យយើងឃើញពីមនសិការជាពលរដ្ឋល្អដែលពោពេញទៅដោយចំណេះដឹងនៃសតវត្សទី21តែងតែគោរពច្បាប់ជំរុញប្រទេសជាតិប្រកបដោយចីរភាពការពារបូរណភាពទឹកដីជាតិជារួមក្រុមបដិសេធយើងខ្ញុំសូមសំណូមពរទៅដល់ប្រជាពលរដ្ឋគ្រប់រូបរួមគ្នាដោះខាត់បំណិនសតវត្សទី21តាមរយៈការបំពេញកាតព្វកិច្ចរៀងខ្លួនជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងចូលរួមសូមគោរពអរគុណនិងសូមអរគុណ